ចាំពេលនេះគេយើងបានរឿងបន្ថែមឲ្យពីម្នាក់ស្រីមួយដែលគេគិតថាព្រាយក្រឡាភ្លើងបានចូលមកណោះគ្នាបាទចឹងពេលនេះយើងកាន់តែដឹងច្បាស់ទៀតថារឿងអស់ហ្នឹងពិតឬមិនពិតហើយព្រាយអស់ហ្នឹងមែនឬក៏មិនមែនចឹងពូស្នាគឺគាត់បាននិយាយហើយថារឿងហ្នឹងគឺរឿងកើតឡើងលើគាត់មែនតើហ្នឹងហើយពេលហ្នឹងគឺគាត់បានបិទព្រមវីដេអូពេលនៅកន្លែងក្រាសាំងហ្នឹងអញ្ចឹងយើងអត់ដឹងថាពេលចប់ពីវីដេអូក្រាសាំងទៅមានរឿងអីទេតែគាត់បានចេញវីដេអូគាត់បាននិយាយប្រាប់ហើយគឺគាត់បានប្រាប់ថាគាត់ទៅក្រាសាំងហ្នឹងដើម្បីឲ្យគេជួយអញ្ចឹងមុនគាត់សម្រេចចិត្តជិះទៅអាកន្លែងក្រាសាំងឲ្យគេជួយហ្នឹងគឺគាត់ឃើញអាការៈម្នាក់ស្រីហ្នឹងគឺមានឈាមប្រឡាក់នឹងខោណោះគ្នាហើយភ្នែកក្រហមមែនតើអញ្ចឹងគាត់ស្លុតហើយភ័យទៅឲ្យច្បាច់កគាត់អញ្ចឹងទៀតឲ្យគាត់ដឹកចូលព្រៃចឹងទៀតអ្នកណាគេក៏ភ័យដែរណោះគ្នាបាទអញ្ចឹងគាត់ក៏ទៅក្រាសាំងឲ្យគេជួយទៅដល់កន្លែងក្រាសាំងហ្នឹងអ្នកនៅធ្វើការនៅកន្លែងក្រាសាំងហ្នឹងគឺឃើញអាការៈហ្នឹងគឺខ្លាចទាំងអស់ហើយរត់ចេញទាំងអស់ណោះគ្នាបាទអត់មានណាហ៊ាននៅជួយទេតែខ្ញុំផ្ទាល់ក៏ខ្ញុំអត់ហ៊ានជួយដែរបើខ្ញុំនៅពេលហ្នឹងនោះណោះគ្នាបាទក៏ប៉ុន្តែម្នាក់ស្រីហ្នឹងគឺអត់រត់ទៅធ្វើអីអ្នកធ្វើការនៅហ្នឹងហើយពូស្នាហ្នឹងទេណោះគ្នាបាទគាត់អង្គុយនៅលើឡានហ្នឹងរៀងមកស្ទុះហើយគាត់ក៏សម្រេចចិត្តចុះពីលើឡានដើរទៅបាត់ហើយពូស្នាគាត់ស្លន់ពេកណោះគ្នាបាទអញ្ចឹងដូចដែលខ្ញុំបានថានៅវីដេអូមុនហ្នឹងអញ្ចឹងគាត់អត់មានធ្វើអស់ហ្នឹងឲ្យណោះគ្នាជឿដោយសារគាត់ចង់បានលុយឬក៏ចង់ល្បីអីទេដូចខ្ញុំថាអញ្ចឹងគឺគាត់តជួបរឿងហ្នឹងគាត់ថតភ្លាមតែម្ដងចេះក៏គ្មានបានលុយកាក់អីទេអញ្ចឹងណោះគ្នាជឿឬមិនជឿលើណោះគ្នាឯងហើយក៏បញ្ញានៅក្នុងវីដេអូគាត់ដែរគាត់ថាមិនគាត់ដឹងថាជាមនុស្សឬក៏ជាព្រាយទេគាត់ដឹងដែរអញ្ចឹងរឿងដែលខ្ញុំនិយាយតាមប្រមាណនេះគឺខ្ញុំនិយាយសម្រាយពីរឿងពូស្នាទេណោះគ្នាអាចទៅមើល TikTok គាត់ផ្ទាល់ហ្នឹងហើយគាត់ក៏បានប្រាប់ដែរគាត់អត់តនិយាយអស់ទេណោះគ្នាគាត់ចាំចូលកម្មវិធីពូអត្តកាណោះគ្នានៅលើ Facebook ណោះគ្នាចាំតាមដានទៅថ្ងៃស្អែកហ្នឹងគឺគេចេញហើយណោះគ្នាបាទអញ្ចឹងណោះគ្នាអាចទៅតាមដាននៅ page ពូអត្តកាបានដើម្បីព័ត៌មានបញ្ជាក់បន្ថែមគាត់និយាយនឹងអស់ហ្មងណោះគ្នាបាទយ៉ាអញ្ចឹងរឿងនៅបន្តទៀតទៅដែរណោះគ្នាបាទយើងអត់ទាន់ដោះចេញថាជាព្រាយឬក៏ជាមនុស្សទេរឿងនៅតែអត់ច្បាស់អញ្ចឹងណោះគ្នា